បាទជំរាបសួរអ្នកគ្នាខ្ញុំមកពីក្រុមទី2ដែលមេរៀនគេហៅថាចិត្តនេះជាមាសក្រុមហើយសំណួរគេសួរថាតើចិត្តជាអ្វីចិត្តគឺចិត្តជាភាវៈកោសិកាជាតិគ្មានសរសៃនិងស៊ីតូផ្លាសសម្បល់យកអាហារនិងភាវៈដទៃចឹងនេះជារូបរបស់វាដែលគេបានប្រាប់ដល់យើងហើយនេះជារូបគុំរបស់វាជាកោសិកាច្រើនផ្ដុំឡើងពីអេឡឹបអ៊ីសូមានរាងជាសរសៃឆ្មាបែកធៀងស្រទាប់ស្រឡាគ្នាដែលបង្កើតបានជាសារពាង្គកាយពហុកោសិកាឲ្យទីកោសិកាបន្តនៃស៊ីតូផ្លាសមានណៃយ៉ូជាច្រើនមីសូតូរបស់សុទ្ធតែមានរូបរាងខុសៗគ្នាអាស្រ័យការតម្រៀបរបស់អ៊ីសូហើយអ៊ីសូផ្សិតមានតម្រៀបគ្នាយ៉ាងណែនជើងនិងមុខកើតឡើងពីគ្នាហើយរូបគុណរបស់វាគឺអ៊ីជាសរសៃឆ្មាស្រទាប់បង្កើតបានជាផ្សំអ៊ីផ្នែកក្រោមដីសអាហារជើងនិងមូលធ្វើឲ្យផ្សិតរឹងមាំសារធាតុនោះនៅក្នុងផ្សិតបំបែកអាហារនិងបន្តពូជដោយខ្លួនវាហើយនេះជារូបរបស់វាដែលយើងពីទូនាទីរបស់សិតក្នុងធម្មជាតិសិតមានអត្ថិពលលើមនុស្សនិងសារពាង្គកាយដទៃតាមរបៀបផ្សេងៗសិតមួយចំនួនដើរតួយ៉ាងសំខាន់ក្នុងសិតបំបែកនិងបង្ការជំងឺស៊ីតូផ្លាសលើផែនដីផ្សិតមានចំនួនបង្ការនិងចំនួនប្រយុទ្ធក្នុងទៀតផ្សេងទៀតជាសហប្រាណមួយក្នុងសារពាង្គកាយដទៃហើយផ្ចិតនេះហើយសិតនេះវាបំបែកគ្នានៅលើផែនដីដែលធ្វើឲ្យសិតមួយចំនួនប្រយុទ្ធជាមួយគ្នានៅក្នុងឆ្នាំ1928ជីវៈបន្ទូអេលីក្លូឈ្មោះអេលិចជន់ម៉ង់បង្កើតសមត្ថកម្មចិត្តថ្នល់ផលិតសារធាតុម្យ៉ាងដែលសម្លាប់បាក់តេរីដែលនៅក្បែរវាគាត់ឲ្យប៉ារ៉ាស៊ីតនោះថាពានីស៊ីខ្យូមអាចសារពាង្គកាយបញ្ចេញដោយពានីខ្យូមឈ្មោះថាហើយចំណុចបន្តរបស់យើងគឺសិតមួយចំនួនជាប៉ារ៉ាស៊ីតដែលបណ្ដាលឲ្យជំងឺធ្ងន់ធ្ងរចំពោះរុក្ខជាតិបំផ្លាញជំងឺប៉ាសិតមានដូចជារុក្ខជាតិស្រូវសណ្តែកសៀងចំបើងជំងឺនេះបង្ការមកពីសិតដូចជាសិតដែលនៅក្នុងត្រហ្វឹងចន្លោះបណ្ដាលឲ្យនឹងកណ្ដូតជីវិតរបស់សិតបន្តពូជដោយព្យារបស់សិតផ្លាស់ទីទៅកន្លែងផ្សេងតាមរយៈខ្យល់និងតាមទឹកហូរស្ពែលូតលាស់នៅពេលដែលវាចំកន្លែងណាដែលមានលក្ខណៈសមស្របរបស់វានៅក្នុងទឹកសិតវាច្រើនវាបន្តពូជដោយភេទនិងអត្ថភេទការបន្តពូជដោយអត្ថភេទកើតឡើងនៅពេលសំណើមនិងអាហារគម្រោងគ្រប់គ្រាន់ផលិតផលស្ពែហើយនេះជារូបរបស់វាដែលយើងបានឃើញទាំងអស់គ្នាហើយនេះជាការបន្តពូជដោយភេទមានអ៊ីស្តូកលូតលាស់ជាមួយគ្នាបន្ទាប់មកមានបណ្ដុះសម្ភារៈបន្តពូជកើតឡើងហើយនេះជារូបរបស់វាដែលយើងបានឃើញទាំងអស់គ្នានេះ4លីកែងកើតឡើងក្នុងផ្សិតប៉ារ៉ាស៊ីតស្វ័យជីបដែលរស់នៅជាមួយទំនាក់ទំនងផ្ចិតបំរែបំរួលអាហារផ្សិតសារាយនិងប៉ារ៉ាស៊ីតសត្វទឹកសារធាតុពីផ្ចិតហើយវាបំរែបំរួលតាមអាកាសធាតុដែលវាបានកើតឡើងគេតែងហៅលីប៉ែថាជាសារពាង្គគ្រួសារតាំងព្យាជាកោសិកាទី1ដែលកើតឡើងនៅលើផែនដីក្នុងតំបន់ក្រោយបន្ទាប់ពីភ្នំភ្លើងឆេះសារប៉ាំងនេះមានផលប្រយោជន៍ដែលគេយកវាទៅអាំងនិងកខ្វក់ខ្យល់ហើយសូមអរគុណអ្នកស្ដាប់និងលោកគ្រូដែលបានស្ដាប់ខ្ញុំបកស្រាយអរគុណលោកគ្រូ